ជំរាបសួរប្រិយមិត្តរៀនកតាទាំងអស់គ្នាវិលត្រឡប់មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំមកចង់បង្ហាញបងប្អូនពាក់ព័ន្ធជាមួយការលេងយើងប្រើ picking របស់យើងខាងដៃខាងស្ដាំរបស់យើងនេះជាមួយនឹងការប្រើជាមួយ riff power chord បាទអញ្ចឹងពាក់ព័ន្ធជាមួយការប្រើ riff power chord បើយើងនិយាយឲ្យខ្លីទៅវាគ្រាន់តែជាទម្រង់ power chord ឬក៏ bar chord អីចឹងទៅប៉ុន្តែការដែលពេលយើងប្រើ picking នេះយើងធ្វើដូចតាមទម្រង់ note របស់យើងអញ្ចឹងទម្រង់ note ភ្លេងរបស់យើងអញ្ចឹងទម្រង់ note ភ្លេងរបស់យើងមានអីខ្លះបងប្អូនបានសិក្សាហើយបាទនឹងយល់ហើយទម្រង់ note ភ្លេងមានតួអក្សរភ្លេងណាតួទម្រង់ note មានតួមូលតួសតួខ្មៅតួតពួកទ្វេបាទអធិស្ឋានមិញរនឹកហ្នឹងដោយសារពឹងរៀនសិស្សបងប្អូនដែលមករៀនជាមួយខ្ញុំធ្លាប់ប្រើជាភាសាអង់គ្លេស whole note half note quarter note 8 note 16 note អញ្ចឹងណាដល់ពេលមិញរនឹកពាក្យខ្មែរចង់វែងដែរបាទអញ្ចឹងវាមានទម្រង់ដូចអញ្ចឹងបាទអញ្ចឹង whole note តួមូលមានបើយើងប្រើ time signature 4គឺវា4ណាដូចខ្ញុំប្រើ power chord នេះ1 2 3 4តួស1 2 1 2អញ្ចឹងណាតួខ្មៅ1 2 3 4ណាតួទំពួក1 2 3 4ណាពេលតួទំពួកធ្វើ1 2 3 4អញ្ចឹងណាអញ្ចឹងវាពាក់ព័ន្ធទៅលើការ picking របស់យើងនេះប៉ុន្តែមិញ tempo របស់ខ្ញុំវារៀងលឿនដែរណាអត់ទេតួទំពួកធ្វើអញ្ចឹងមួយចង្វាក់វាមាន4 note បាទ1ណាយល់ទេបាទតួទំពួកធ្វើតួទំពួក1 2 note តួខ្មៅ1តួសនិយាយថាយើងនិយាយតាម picking របស់វាណាបាទហ្នឹងហើយបាទអញ្ចឹងអានេះគឺជាអ្វីដែលបងប្អូនត្រូវតែវឹកហាត់បាទដំបូងយើងហាត់មួយ note គេរៀនតាមតោះបងប្អូនរៀនមួយលោកគ្រូអ្នកគ្រូបងប្អូនពួកគាត់នឹងបញ្យល់ពីរយៈពេលរបស់វាអញ្ចឹងណាហើយមានសញ្ញាស្ងាត់សញ្ញាអីរបស់វាដែរអញ្ចឹងទៅនៅពេលយើងមើលណាប៉ុន្តែបើយើងយកមក apply វាជាមួយការលេង riff របស់យើងចឹងពេលខ្ញុំលេងនេះវាមិនមែនទៅតែតួតពួកទ្វេឬក៏តួតពួកសតទេចឹងវាមានទីហោខ្ញុំឃើញទេខ្ញុំប្រើនៅក្នុងតួតពួក note ខ្មៅឬបូកជាមួយតួទំពួកឬពួកទ្វេអានេះខ្ញុំឧទាហរណ៍ណាបាទការលេងរបស់ខ្ញុំតែវាមានពាក់ព័ន្ធជាមួយបើយើងមើលទម្រង់ note វាមានសញ្ញាស្ងាត់សញ្ញាអីពេលណាមួយរបស់វាដែរអញ្ចឹងទៅប៉ុន្តែអាហ្នឹងវាទៅ advance ហើយរៀងខ្លាំងដែរតើយើងហាត់រាល់ថ្ងៃស្វែងយល់ពីសញ្ញាហាត់ជាមួយ note មួយសិនបើយើងយក apply មកជាមួយ riff ហ្នឹងអញ្ចឹងការលេង riff ជាមួយ power chord របស់យើងបានប៉ុន្តែអ្វីដែលខ្ញុំចង់ឲ្យបងប្អូនបង្ហាញបងប្អូននៅថ្ងៃនេះគឺជាអ្វីដែលយើងមុននឹងយើងចង់ទៅលេងអញ្ចឹងយើងហាត់អា basic របស់វាមកយើងប្រើ form ជា power chord របស់យើងប៉ុន្តែយើងរាប់ជាមួយតួ note របស់យើងទៅទម្រង់ note របស់យើងតួមូលយើងរាប់មិនយើងប្រើចង្វាក់4ណា1 2 3 4តួស1 2 3 4តួខ្មៅ1 2 3 4តួតពួក1 2 3 4ណាមិញបច្ឆេះអធិស្ឋានហើយតួតពួកធ្វើ1 2 3 4អញ្ចឹងណាបងប្អូនប្រើរៀនប្រើ picking ហ្នឹងបាទអញ្ចឹងពេលដែលយើងច្បាស់អញ្ចឹងការ riff លើហ្គីតាជាមួយប្រាស់នេះជាមួយ power chord នេះវាមិនមែនចេះតែយើង riff តាមយើងអ្នកឃើញទេអញ្ចឹងវាមានទម្រង់របស់វាតាមរយៈយើងគេដំបូងអ្នក artist មួយដែលផលិតបទហ្នឹងគេសរសេរគេចងក្រងជា melody ជា riff របស់គេហើយបានគេចាប់ផ្ដើមថតបាទហ្នឹងគឺកើតចេញពីនឹងមកអញ្ចឹងទៅឬក៏គេដាក់ដៃហាត់ warm up គេឆ្លាញ់ riff មួយហ្នឹងអញ្ចឹងគេ riff ហើយអញ្ចឹងបានគេសរសេរជាទម្រង់ note
ហើយយកមកបង្ហាញពួកយើងដូចគ្នាដែរអញ្ចឹងណាបាទអញ្ចឹងទាំងអស់ហ្នឹងវាកើតចេញពីយើងច្បាស់ជាមួយនឹង note របស់យើងបាទយើងច្បាស់តួ note ការលេង note មើល note ហើយយើងយកមក apply ជាមួយ power chord ហ្នឹងអត់មានអីខុសគ្នាទេគ្រាន់តែយើងដាក់ជាទម្រង់ power chord តែមួយដាក់ទម្រង់ note យើង solo ចេះអញ្ចឹងណាបាទហ្នឹងជាអីខ្ញុំចង់បង្ហាញបងប្អូនថ្ងៃហ្នឹងបាទអូខេចឹងថ្ងៃហ្នឹងមានតែប៉ុណ្្នឹងហើយកុំភ្លេច subscribe YouTube channel រៀន guitar ដូចជា follow Facebook page រៀន guitar ម្នាក់មួយផងដែរបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ